ការលក់ដូរ skin care គឺអត់ដែលមាន100%ត្រូវតែ100%ទេចាអត់ដូចយើងលក់កៅអៅយើងគ្រាន់តែដូរសាយទៅវាអូខេប៉ុន្តែ skin care គឺវាប៉ះជាមួយនឹងកោសិកាស្បែកតាក់ទងទៅនឹងអរម៉ូនសុខភាពមនុស្សយើងការប្រើប្រាស់ផលិតផលពីមុនមកអញ្ចឹងគឺតោះតែគាត់មានផ្លូវចិត្តខ្លាំងមែនតើហើយនឹងស្គាល់ពីមុខចំនួនគាត់ឲ្យច្បាស់និង brand គាត់ឲ្យច្បាស់បានគាត់អាចឈរជើងបាននៅក្នុងការទប់ទល់តាមបែបវិជ្ជាជីវៈ professional មិនមែនតាមបែបជេរឬមួយក៏បកស្រាយទាំងកំរោលកំហឹងទៅគេវិញទេចាអញ្ចឹងបានពួកយើងចូលឈ្មោះមកដល់ឥឡូវហ្នឹងគឺវាពាក់ព័ន្ធច្រើនទៅនឹងគេហៅថាសិលធម៌និងគោលការណ៍នៅក្នុងការលក់ដូររបស់ពួកយើងហើយផលិតផលដែលមានគុណភាពនិងប្រសិទ្ធភាពជូនដល់អ្នកប្រើប្រាស់សួស្តីអូនចាជំរាបសួរបងចាជំរាបសួរអរគុណច្រើនថ្ងៃនេះបានចូលរួមក្នុង channel Mothering with us ទស្សនៈម៉ាក់ម្នាក់ណាចឹងចង់ចាប់ផ្ដើមបន្តិចចង់ឲ្យអូន introduce ខ្លួនឯងណែនាំខ្លួនឯងបន្តិចទៅប្រហែលជាប្រិយមិត្តយើងក៏បានស្គាល់និមលហើយនិមលជាម្ចាស់ brand របស់ Bisoma ប៉ុន្តែមានណាស្គាល់ Bisoma ច្បាស់ជាងមូលទេចឹងមានតែឲ្យមូលណែនាំខ្លួនបន្តិចទៅចាបងខ្ញុំឈ្មោះគាចាន់និមលហើយគឺជាម្ចាស់ brand ឬមួយក៏ស្ថាបនិកBisoma Beauty ដែលជា brand skin care ថែរក្សាសម្រស់មួយផលិតនៅខាងអាមេរិកហើយបង្កើតឡើងដោយកូនខ្មែរចាហើយ Bisoma យើងបង្កើតតាំងពី2017ដែរចា Bisoma យើងចុះកុងត្រាជាមួយ Labo អាមេរិក2017តែពេលយើងចេញលក់ជូនភ្ញៀវក្នុងឆ្នាំ2019ចាអញ្ចឹងបើសិនជានិយាយពីខូប10ឆ្នាំវិញនៅ2ឆ្នាំទៀតខូប10ឆ្នាំវិញនេះអូយលឿនមែនតើអត់នឹកស្មានទេបងមកប្រព្រឹត្តភ្នែកសងមកប្រព្រឹត្តភ្នែកចិត្តមកទស្សវត្សហើយនិយាយថាមកទស្សវត្ស is a big number ចាខ្វៃបេកហ្នឹងហើយអូនហើយ Bisoma អាចនិយាយពីគោលគំនិតរបស់ Bisoma ដែលអូនបង្កើត Bisoma ឡើងមកចាបងbrand Bisoma យើងគឺយើងមាន philosophy មួយដែលបង្កើតនៅផលិតផល skin care ពឹងផ្អែកទៅលើ science ចាយើងមានការយកចិត្តទុកដាក់ទៅលើវិទ្យាសាស្ត្រនៅពីក្រោយផលិតផលរបស់យើងដូចជាគ្រឿងផ្សំហើយនិងរូបមន្តដែលត្រូវបានអ្នកជំនាញយើងនៅមន្ទីរពិសោធន៍គាត់ស្រាវជ្រាវហើយនឹងតេស្តរាប់ខែរាប់ឆ្នាំដើម្បីប្រកាសថាផលិតផលយើងគឺល្អសុវត្ថិភាពនិងមានប្រសិទ្ធភាពជូនទៅអ្នកប្រើប្រាស់ដោយសារតែជំនាញទី2ជា philosophy របស់យើងគឺ customer is always first ចាអតិថិជនយើងគឺចម្បងដែលយើងតែងតែគិតទៅលើពួកគាត់យើងគិតទៅលើពួកគាត់ដូចជាក្រុមគ្រួសាររបស់ខ្ញុំអញ្ចឹងខ្ញុំចង់ឲ្យក្រុមគ្រួសារខ្ញុំបានផលិតផលល្អប្រើអញ្ចឹងគឺយើងចង់ឲ្យគាត់បានរបស់ល្អបំផុតដែលអាចទៅរួចដូចគ្នាចាហ្នឹងហើយពួកបងឃើញនៅពេលដែល Bisoma ផ្សាយពាណិជ្ជកម្មភាគច្រើនគឺលើកទឹកចិត្តឲ្យយើងថែរក្សាស្បែកសុខភាពស្បែកមិនមែនតែលក់ផលិតផលទេតែជាការថែរក្សាសុខភាពស្បែកហើយនឹងធ្វើម៉េចរំលឹកគាត់ទៅដល់ការប្រើផលប៉ះពាល់នៃការប្រើគេផលិតផលជាតិ steroid ឬក៏ប្រត mercury ផ្សេងចាពួកយើងក៏អាចបាននិយាយបានថាយើងបង្កើតចលនាមួយដែល raise awareness ឲ្យពួកគាត់បានដឹងអំពីផលប៉ះពាល់ហើយមិនមែនមានន័យថាយើងចង់ស្អាតគឺយើងត្រូវតែផ្លាស់ប្ដូរសុខភាពយើងទេចាជាមួយនឹងផលិតផលសុទ្ធក៏យើងបានផលដែរប៉ុន្តែយើងបានផលបែបសន្សឹមហើយអត់មានប៉ះពាល់ទេគឺនិរន្តរភាពបានទាំងសុខភាពស្បែកយើងស្អាតនិងសុខភាពរាងកាយរបស់យើងល្អចាអរគុណច្រើនអូនចាបងអញ្ចឹងចាប់តាំងពីអូនជាសិស្សមកដល់ខ្លះជាម្ចាស់ brand ផលិតផលតើអូនដែរសម័យថាខ្លួនឯងថ្ងៃនេះអង្គុយនៅកន្លែងនេះធ្វើជាម្ចាស់ brand ជាអ្វីដែលអូនសម័យតាំងពីដើមមកគិតទុកឬមួយក៏វាជាមានអ្វីម្យ៉ាងដែលជំរុញអូនឡើងទៅជា who you are today ចាខ្ញុំជឿទៅលើ manifestation បងវាដូចថាការដែលយើងស្មើមើលថាយើងនឹងខ្លាចជានរណាម្នាក់ទៅថ្ងៃណាមួយណាតែมันបានគិតថាខ្លួនឯងនឹងខ្លាចជា specifically ម្ចាស់ brand skin care ទេគ្រាន់តែថាខ្ញុំដឹងថាខ្ញុំនឹងខ្លាចជានរណាម្នាក់ដែលនឹងមានអ្វីជារបស់ខ្លួនឯងហើយខ្ញុំនឹងប្រើប្រាស់អាជីពឬមួយក៏ជីវិតខ្ញុំនឹងដើម្បី inspire others ឲ្យគាត់ថាគាត់អាចធ្វើបានដែរអញ្ចឹងណាចាប៉ុន្តែខ្ញុំអាចថា influence ពីក្រុមគ្រួសារពូប៉ាម៉ាក់ខ្ញុំគាត់ជាអ្នកលក់ដូរតែបែបលក្ខណៈ family business អញ្ចឹងក្នុងចិត្តយើងតិចតួចក្តីយើងចង់រកស៊ីដែរចាគ្រាន់តែយើងចង់ខ្លាចជាអ្នកជំនួញដែរតែបែបដូចថារៀងខុសពីពួកគាត់បន្តិចដោយសារពួកគាត់រៀង traditional business បែបលក្ខណៈគ្រួសារគេហៅថាបែបជំនាន់មុនអញ្ចឹងណាចាដែលគាត់អត់មានប្រើ social marketing media អីទេចាអញ្ចឹងបែបលក្ខណៈ word of mouth ពីមាត់មួយទៅមាត់មួយដែលគេមកទិញអីវ៉ាន់គាត់អញ្ចឹងក៏ខ្ញុំចូលចិត្តការលក់ដូររ៉ូស៊ីតាមពីទូចមកហើយ
còn lại thay mình đang ta luôn ai đang thôi chỉ ấy tế mình đang tha lụa ấy tế đang ta tha nằng khai chi mình đủ mình nè để chi mình cha một chùm nuôi như được có chi mình cha cầm hồn thì trong khai chi mình cha cầm hồn được có mình chaอาชีพกรรมนาមួយដែរចាអូខេចាម៉ាក់ប៉ាអូនជាអ្នកដែលពួកគាត់ជាអ្នកបាត់ដំបងដែលគាត់មានអាជីវកម្មខ្លួនឯងបងក៏កូនអ្នករកស៊ីហើយជាទូទៅម៉ាក់ប៉ាគាត់ហត់គាត់តែតែប្រាប់ថាកុំរកស៊ីអីហត់ណាតែអូនដែលធ្លាប់មានបានលើពាក្យនឹងពីពួកគាត់ដែរឬមួយក៏គាត់បានប្រាប់អូនអ្វីផ្សេងពីនឹងវិញចាគាត់ដូចជាអត់បាននិយាយថាកុំរកស៊ីអីហត់ណាស់ទេប៉ុន្តែគាត់តាមអ្វីដែលខ្ញុំបានរៀនពីគាត់ហ្នឹងគឺការខិតខំប្រឹងប្រែងហ្នឹងឲ្យវាខ្លាំងតែម្ដងចាទោះបីជាយើងខំខ្លាំងរហូតដល់ពេលខ្លះយើងអត់មានពេលសម្រាប់ខ្លួនឯងប៉ុន្តែវានឹងធ្វើជាស្ពានមួយសម្រាប់ថ្ងៃក្រោយឲ្យយើងមាន freedom មានគេហៅថាសេរីភាពយើងអត់ចាំបាច់ធ្វើការឲ្យអ្នកដទៃដែលយើងត្រូវមានម៉ោងមានអីចាញ់ចូលដែលតាមថែមគេសិតអញ្ចឹងហ្មងប៉ុន្តែតាមពិតទៅការរកស៊ីខ្លួនឯងគឺវាត្រូវធ្វើលើសពីការងារដែលយើងធ្វើឲ្យគេទៀតតាមពិតពេលខ្លះសៅរ៍អាទិត្យក៏អត់មានពេលខ្លះមកយកតុលភ្លឺចាប៉ុន្តែអញ្ចឹងហើយបានថាចេះ to become an entrepreneur ឬក៏ជាអ្នករកស៊ីម្នាក់គឺមិនមែនប្រកាសថាគ្រប់គ្នាអាចនឹងមាន mindset នឹងទេតោះតែយើងបណ្ដោះហើយនឹងលុតដំខ្លួនឯងខ្លាំងមែនតើចាចឹងមានន័យថាយើងនិយាយទៅដល់ភាពពិបាកនៅក្នុងការធ្វើជាម្ចាស់អាជីវកម្មមួយបងបានស្ដាប់កិច្ចសម្ភាសន៍របស់អូនជាមួយនឹងកិច្ចលីដែរហើយបងយល់ស្របប៉ុន្តែបងចង់ឲ្យអូនដូចថារៀបរាប់បន្ថែមបងយល់ស្របនឹងអូនដែលបាននិយាយថា there's no shortcut to success ណាអត់មានផ្លូវកាត់ទៅកាន់ភាពជោគជ័យទេគឺត្រូវតែពឹងទៅលើការធ្វើការខ្លាំងអញ្ចឹងតើអូនអាចចែករំលែកខ្លះហើយអាចជាបទពិសោធន៍ច្បាស់លាស់ណាមួយដែលអូនធ្លាប់ជួបនៅក្នុងដំណើរនៅក្នុងការបង្កើត Be Soma ហ្នឹងតែធ្វើឲ្យអូនមានអារម្មណ៍ថាពិបាកខ្លាំងតែអូននៅតែបន្តធ្វើវាទៀតចាដូចបងដឹងដូចថាខ្ញុំអត់ដឹងបងដឹងអត់ទេតែមុននឹងពេលដែលខ្ញុំបង្កើត Be Soma ខ្ញុំមាន brand ផ្សេងទៀតដែលខ្ញុំលក់ជា brand របស់អាមេរិកចឹងណាការហ្នឹងគឺយើងខំប្រឹងកសាងគេឈ្មោះយើងដែលជាអ្នកលក់ម្នាក់ឲ្យគេទុកចិត្តឲ្យគេជឿជាក់ហើយនឹងឲ្យគេមើលអំពី value តម្លៃរបស់យើងដែលក្នុងនាមជាអ្នកលក់មិនត្រឹមតែយើងជាអ្នកលក់ផលិតផលទេយើងខ្វល់ពីគាត់យើងបារម្ភពីគាត់អញ្ចឹងនៅពេលដែលលក់ដូរអីវ៉ាន់ផ្សេងអស់ហ្នឹងគឺលំបាកមែនទែនបងព្រោះយើងថារៀបអីវ៉ាន់ទាំងយប់ទាំងព្រឹកដើម្បីចាញ់ shipment ឲ្យភ្ញៀវហើយជាពិសេសគឺស្វាមីខ្ញុំគាត់មានកម្លាំងខ្លាំងជាងយើងមនុស្សស្រីអញ្ចឹងណាអញ្ចឹងគឺគាត់ត្រូវ stay up យប់ជ្រៅខ្លាំងហើយខ្ញុំហ្នឹងគឺត្រូវ live វីដេអូដល់យប់ជ្រៅខ្លាំងដូចគ្នាជួនកាលដល់ម៉ោង2ម៉ោង3ភ្លឺដោយសារតែម៉ោងយើងហ្នឹងម៉ោងអ្នកស្រុកខ្មែរខុសគ្នាអញ្ចឹងពេលដែលយើង live ទៅតោះតែយើងនៅយប់មែនតើចាប់ផ្ដើម live ម៉ោង11យប់ហើយហ្នឹងវាស្មើនឹងម៉ោង11ព្រឹកនៅស្រុកខ្មែរអញ្ចឹងរហូតដល់ម៉ោង2ភ្លឺជួនកាលលក់កាបូបដល់ម៉ោង3ភ្លឺក៏មានដែរចាអញ្ចឹងអាហ្នឹងវាគឺជាភាពលំបាកមួយដែលខ្ញុំគិតថាមិនមែនគ្រប់គ្នាគាត់ stay up ដល់ម៉ោង2ម៉ោង3បានទេហើយហត់មែនតើបន្ទាប់ពីយើងមានការងារយើងតាំងពីព្រឹករហូតដល់ល្ងាចហើយយើងនៅបន្តរហូតដល់ទល់ភ្លឺទៀតពេលខ្លះអញ្ចឹងណាអញ្ចឹងអាហ្នឹងវាគឺជាការលំបាកមួយប៉ុន្តែវាខ្ញុំមិនដែលគិតថាវាលំបាកអីខ្លាំងពេកទេដោយសារតែខ្ញុំស្រឡាញ់វាខ្ញុំស្រឡាញ់ការរកស៊ីខ្ញុំចូលចិត្តអញ្ចឹងបើថានៅពេលដែលយើងធ្វើអ្វីដែលយើងស្រឡាញ់ do what you love យើងអត់មានអារម្មណ៍ថាវាហត់ទេបងចាអញ្ចឹងអាហ្នឹងចំណុចហ្នឹងមួយដែរដែលចង់ចែកម្លែកថាពេលដែលយើងឃើញគេរកស៊ីមើលទៅដូចអូយតំណងជោគជ័យចង់បានដូចគេប៉ុន្តែយើងអត់បានឃើញអំពីអ្វីដែលកើតឡើងនៅខាងក្រោយbehind the closed door ណាមានអីគេខ្លះកើតឡើងមានការលះបង់មានការខិតខំប្រឹងប្រែងមានការដែលយើងអត់បានដេកពួនឬក៏អត់មានញ៉ាំបាយទឹកត្រឹមត្រូវព្រោះយើងនៅតែពីអ្នកប្តីប្រពន្ធអត់មានអ្នកណាគេធ្វើម្ហូបឲ្យអីចឹងហើយអត់មានអ្នកនៅជាមួយអីចឹងព្រោះជីវិតរស់នៅស្រុកក្រៅគឺយើងជាទូទៅខ្លួនឯងហ្មងពេលដែលយើងធ្វើអីចាអញ្ចឹងអាហ្នឹងវាលំបាកនៅក្នុងការធ្វើការតាំងចិត្តឲ្យរឹងមាំហើយនឹងប្រាប់ខ្លួនឯងថាyes you can do it បន្តទៅមុខទៀតទៅនឹងដកគោលដៅកុំបោះបង់កុំគិតថាអូយហត់ណាស់លំបាកអាចឈប់ត្រឹមហ្នឹងហើយឬមួយក៏បន្ថយទៅយើងកាលណាយើងបន្ថយក៏ភ្ញៀវយើងអត់សូវបានស្គាល់ពីយើងបន្ថែមទៀតអញ្ចឹងចិត្តតែខំរហូតតែម្ដងចារហូតដល់បង្កើត Be Soma Beauty
ប្រកាសឲ្យបងនៅក្នុងទីផ្សាររ៉ូស៊ីយើងតែងតែមានគូប្រកួតប្រជែងអញ្ចឹងពេលខ្លះគេអាច attack យើងប៉ុន្តែយើងអត់អាចឲ្យអាហ្នឹងមកឲ្យយើងបាក់ស្បាតបានទេចាយើងមានគោលចំហរបស់យើងច្បាស់លាស់គឺយើងបកស្រាយទៅតាមអ្វីដែលជាការពិតហើយនឹងវិជាសាស្ត្រពិតប្រាកដនៃផលិតផលរបស់យើងព្រោះការលក់ដូរ skin care គឺអត់ដែលមាន100%ត្រូវតែ100%ទេចាអត់ដូចយើងលក់កៅអៅយើងគ្រាន់តែដូរសាយទៅវាអូខេប៉ុន្តែ skin care គឺវាប៉ះជាមួយនឹងកោសិកាស្បែកតាក់ទងទៅនឹងអរម៉ូនសុខភាពមនុស្សយើងការប្រើប្រាស់ផលិតផលពីមុនមកអញ្ចឹងគឺតោះតែគាត់មានផ្លូវចិត្តខ្លាំងមែនតើហើយនឹងស្គាល់ពីមុខចំនួនគាត់ឲ្យច្បាស់និង brand គាត់ឲ្យច្បាស់បានគាត់អាចឈរជើងបាននៅក្នុងការទប់ទល់តាមបែបវិជ្ជាជីវៈ professional មិនមែនតាមបែបជេរឬមួយក៏បកស្រាយទាំងកំរោលកំហឹងទៅគេវិញទេចាអញ្ចឹងបានពួកយើងចូលឈ្មោះមកដល់ឥឡូវហ្នឹងគឺវាពាក់ព័ន្ធច្រើនទៅនឹងគេហៅថាសិលធម៌និងគោលការណ៍នៅក្នុងការលក់ដូររបស់ពួកយើងហើយផលិតផលដែលមានគុណភាពនិងប្រសិទ្ធភាពជូនដល់អ្នកប្រើប្រាស់ចាបងក៏ធ្លាប់តន់សម័យដែលមានគេ attack online តែយើងគេទុកថាវាជាអតីតកាលដែលបង្រៀនយើងណាបង្រៀនយើងឲ្យយើងតស៊ូថាចាវាជារឿងមួយដែលបង្រៀនយើងដែរបងព្រោះអ្វីដែលកើតឡើងក្នុងជីវិតយើងមិនថាល្អឬក៏អាក្រក់ឯវាតែងតែជាមេរៀនមួយដ៏មានតម្លៃសម្រាប់ឲ្យយើងថ្ងៃក្រោយយើងគួរតែធ្វើបែបមិនដល់ល្អជាងនឹងទៀតពីព្រោះពេលដែលយើង respond ភ្លាមមិនប្រកាសថាវា perfect ទេប៉ុន្តែយើងអាច look back យើងរៀនពីវាថាកន្លែងនេះខ្ញុំគួរតែនិយាយបែបនេះបែបនោះចាឬមួយក៏យើង handle វាបែបនេះបែបវិញប៉ុន្តែជាទូទៅខ្ញុំសប្បាយចិត្តជាមួយនឹងអ្វីដែលបាន handle ពួកយើងធ្វើទាំងបែបប្រកបដោយវិជ្ជាជីវៈចាមានឧបសគ្គណាដែលធ្វើឲ្យអូនគិតថាអូនដល់ចំណុចដែលទាបបំផុតនៅក្នុងដំណើរនៅក្នុងការបង្កើតអាជីវកម្មរបស់អូននេះហើយអូនអាចជំនះវាត្រឡប់មកជាខ្លួនឯងវិញចាមានពេលដែលដូចខ្ញុំនិយាយចឹងពេលដែលគេ attack យើងហើយនឹងជាពិសេសគឺក្នុងពេលដែលខ្ញុំបាត់បង់កូនខ្ញុំដំបូងអញ្ចឹងគេយកកន្លែងហ្នឹងមកធ្វើជាប្រធានបទមួយដែរដែលព្យាយាមបំបាក់យើងឲ្យកាន់តែស្បាតប៉ុន្តែដូចខ្ញុំនិយាយនៅក្នុងpodcast មួយអូន Gitly ចឹងគឺខ្ញុំ rely ទៅលើ grit ចាthe power of passion ហើយនឹង persevere ចាគឺយើងព្យាយាមយកឈ្នះនៅអ្វីដែលអវិជ្ជមានទាំងឡាយដែលគេព្យាយាមធ្វើមកលើយើងទាំងដែលខ្ញុំអត់ដែរគុំគួនឬមួយក៏ខឹងអីទេមកដល់ឥឡូវហ្នឹងគឺខ្ញុំយកវាធ្វើជាមេរៀនធ្វើឲ្យយើងដឹងថានេះយើងត្រូវដឹងការលក់ដូររ៉ូស៊ីតែងតែមានគេចង់ប៉ះយើងឬមួយក៏តែងតែមានអតិថិជនពេលខ្លះគាត់អាចប្រើត្រូវលក្ខនឹងលាក់ប៉ុន្តែអ្នកប្រើត្រូវ 98% ហើយគាត់ថា 2% ទៀតប្រកាសជាមានមកដូចម្ហូបអញ្ចឹងយើងមិនអាចឲ្យអ្នកគ្រប់គ្នាគាត់ចូលចិត្តហូបម្ហូបយើងឲ្យថាឆ្ងាញ់100ទាំង100អ្នកបានទេក៏មានម្នាក់ពីរអ្នកដែលគាត់ថាផ្អែមពេកប្រៃពេកសាបពេកចាអញ្ចឹងតម្រាំតែផលិតផលលាបនៅលើស្បែកគឺវាអាចនឹងឆ្លើយតបខុសគ្នាដែរប៉ុន្តែបើតាមគុណភាពវិទ្យាសាស្ត្រហើយនិងប្រសិទ្ធភាពគឺវាពិតជាមានហើយនឹងពិតប្រាកដដោយសារផលិតផលយើងអត់ប៉ះពាល់ទេយើងប្រើរហូតដល់ចាស់កោងខ្នងប្រើតកូនតចៅហ្មងនិយាយទៅជួយទាំងសុខភាពស្បែកនិងសុខភាពយើងអត់ឲ្យខូចចាអញ្ចឹងបកទៅ grit GRIT វាគឺជា power of passion និង persevere ហ្នឹងចាខ្ញុំតែងតែដូចថាប្រាប់ខ្លួនឯងថា great រំលឹកខ្លួនឯងរហូតចាអញ្ចឹងធ្វើឲ្យយើងទោះបីជាយើងធ្លាក់ដល់កន្លែងណាយើងមានអារម្មណ៍ថាយើងធ្លាក់ដល់កន្លែងណាក៏ដោយព្រោះមនុស្សយើងទោះបីជារឹងមាំខ្លាំងប៉ុណ្ណាក៏យើងមានពេលមួយដែលវាaffect យើងដែរបងវាប៉ះពាល់យើងចាជាពិសេសតកតងទៅនឹងរឿង personal លក្ខនឹងលក្ខដែលវាគឺពិតជា important សម្រាប់យើងដូចថាធ្វើដោយស្មោះត្រង់ធ្វើដោយក្តីស្រឡាញ់ពិតប្រាកដណាតែត្រូវបានគេមើលខុសអីចឹងគឺវាពិតជាប៉ះពាល់យើងប៉ុន្តែយើង looking មើលទៅលើគេហៅថា grit ហ្នឹងម្ដងទៀតតែតស៊ូមិនឲ្យនរណាឬមកក៏រឿងអ្វីមួយមកបំបាក់យើងបានដោយសារតែយើងមាន long term goal មួយដែលយើងត្រូវតែសម្រេចចាអញ្ចឹងបើសិនជាខ្ញុំគិតត្រឹមតែលក្ខណៈខ្លីៗថាអូយប៉ុណ្ណឹងបានហើយប្រហែលជាខ្ញុំអាចបោះបង់ចាព្រោះពេលហ្នឹងពិបាកខ្លាំងចាដោយសារតែផ្លូវចិត្តយើងក៏វាអាចប៉ះពាល់ច្រើនដែរមិនតិចតួចទេនិយាយការពិតទៅប៉ុន្តែយើង get back up and become even stronger ហើយបន្តមកទៀតគឺរឿងអីដែលដូចថាមិនក៏ដោយគឺអាចប៉ះពាល់យើងបានហ្មងមិនថារឿងនឹងខ្លាំងប៉ុណ្ណាអីប៉ុណ្ណាគឺយើងទៅជាដូចដាច់ថែបវិញចាអញ្ចឹងមកគេថាតើតែយើងធ្លាប់ឆ្លងកាត់អ្វីមួយដែលវាលំបាក
មួយហើយវានឹងធ្វើឲ្យយើងខ្លាំងជាងមុនទៀត like what doesn't kill you make you stronger Yes correct អាហ្នឹងគឺប៉ាត់ហ្មងខ្ញុំធ្លាប់តែលើគេនិយាយចឹងតែនិយាយចឹងណាទាំងអាហ្នឹងមិនមានន័យមិនឥឡូវមិនដឹងខ្លួនឯងហើយនឹង follow grit ត្រូវតែមាន grit នៅក្នុង mindset របស់យើងនឹងការគិតហើយនឹងជីវិតរបស់យើងដើម្បីយើងធ្វើអីទៅអត់ងាយចោះចាញ់ចាអត់ងាយចោះចាញ់អត់ងាយលះបង់អត់ងាយ give up ចា powerful ចាអរគុណបង ឥឡូវយើងនិយាយពី challenge ហើយយើងត្រឡប់ទៅមើល success habit វិញ success habit ជាទូទៅដើម្បីជំនះឧបសគ្គទាំងអស់ហ្នឹងអូននិយាយទៅដល់ grade ហើយបងជឿថាអ្នកដែលជោគជ័យគាត់មានជាបែបផែននៅក្នុងការធ្វើការរស់នៅផ្នត់កំណត់របស់គាត់តើអូនមានផ្នត់កំណត់ឬមួយក៏របៀបបែងចែកការងាររបស់អូនពេលវេលារបស់អូនយ៉ាងម៉េចណាមួយបងចង់ទាញចំណាប់អារម្មណ៍ទៅដល់មុខងារអូនជាម្ចាស់ផលិតផលផងជាម៉ាក់ម្នាក់ផង ហើយបងដឹងដូចអូននិយាយថានៅអាមេរិកអត់សូវមានអ្នកនៅជាមួយអត់មានអ្នកជួយទេភាគច្រើនគឺខ្លួនទីពឹងខ្លួនហើយចាបងនិយាយទៅអត់មាន perfect work life balance ទេបងខ្ញុំខ្លួនឯងបបពិសោធន៍គឺខ្ញុំអត់អាចធ្វើអានឹងបានហ្មងគឺ50 គឺវាអត់មានទេបងចា either ថ្ងៃខ្លះយើងត្រូវតែមានតួនាទីជាម្ដាយពេញមួយថ្ងៃវល់ល្ងាចឬមួយក៏ថ្ងៃខ្លះយើងមានតួនាទីជា CEO ពេញមួយថ្ងៃវល់ល្ងាចចាអញ្ចឹងវាអាចពិបាករក balance បន្តិចអានឹងនិយាយការពិតណាព្រោះ work life balance នៅក្នុងនាមយើងជា mom entrepreneur ផងជាប្រពន្ធផងភរិយាផងហើយនឹងស្ត្រីមេផ្ទះផងអញ្ចឹងវាពិបាកមែនតើនៅក្នុងការរក balance វាអត់មានតលយៈភាពទេចាប៉ុន្តែខ្ញុំ thankful ដែលខ្ញុំមានដៃគូចាគ្រួសារប៉ាប៉ាអូន Claire ស្វាមីខ្ញុំគាត់ចូលរួមចំណែកហើយនឹងគាត់ស្មារតីគ្នាជាមួយយើងហ៎បងអញ្ចឹងពេលណាខ្ញុំត្រូវប្រជុំឬក៏ត្រូវ run errand ឬក៏មានការងារអីដែលខ្ញុំត្រូវតែមិនអាច delay បានជាមួយនឹងការងារ manufacturer ប៊ីសោម៉ាយើងគឺប៉ាប៉ាគាត់ជួយមើលអូនចាគាត់ជួយមើលអូនអញ្ចឹងទៅគាត់ take care of her គាត់បញ្ចុកអំបរហើយគាត់ change her គាត់ base her អញ្ចឹងទៅដើម្បីឲ្យខ្ញុំបានធ្វើការងាររបស់ខ្ញុំតែបើសិនជាអត់មានគាត់ទេប្រហែលជាខ្ញុំអាចរៀងពិបាកខ្លាំងមែនតើនៅក្នុងការបែងចែកចាហើយដល់ទៅពេលពេលដែលខ្ញុំហៅការងារខ្ញុំយកពេលខ្លះទៅលេងជាមួយអូនទៅមើលអូនហើយពេលហ្នឹងគឺប្រកាសថាខ្ញុំ focus ទៅលើ quality ខ្ញុំអត់កាន់ទូរស័ព្ទខ្ញុំអត់អត់មាន distraction អីទេគឺអត់មានការរំខានអីគឺត្រូវតែផ្ដល់ពេលវេលាហ្នឹងឲ្យអូនហ្មងដូច2ម៉ោងអីអញ្ចឹងទៅខ្ញុំលេងមួយគាត់ straight 1ម៉ោងលេងមួយគាត់ straight ចាអញ្ចឹងខ្ញុំគិតថាquality over quantity បងទោះបីជាយើងមានពេលជួនកាល2ម៉ោងឧទាហរណ៍ថា2ម៉ោងហ្នឹងគឺឲ្យបាន2ម៉ោងហ្នឹងល្អបំផុតនៅជាមួយអូនដែលអត់មានកាន់ការងារឬក៏កាន់ social media គឺវាធ្វើឲ្យខ្ញុំមានអារម្មណ៍ proud ដូចគ្នាចាខ្ញុំមានមោទនភាពទោះបីជាមិនបាន perfect ជាប់អូន24ម៉ោងតែនិយាយទៅគឺអូននៅមួយពួកខ្ញុំ24ម៉ោងហើយប៉ុន្តែគ្រាន់ថាបើឲ្យខ្ញុំលេងជាមួយអូនមើលអូនថែអូន24ម៉ោង24ម៉ោងប្រកាសជាខ្ញុំអត់អាចធ្វើអីបានទេអញ្ចឹងគឺខ្ញុំបែងចែកពេលវេលាមួយប៉ាប៉ាមួយបងគ្រីសហើយគាត់ក៏បែងចែកពេលវេលាជាមួយខ្ញុំព្រោះគាត់ក៏មានអីផ្សេងធ្វើដូចគ្នាគឺអាពេលហ្នឹងហើយដែលវាធ្វើឲ្យយើងដូចថាខំប្រឹងធ្វើការងារយើងឲ្យ efficient យើងអាចពជាបន្លាយបាននេះព្រោះពេលវេលាយើងវាថៃហើយវាមានតម្លៃមែនតើចាហើយក៏អត់អាចឲ្យអាការដែលយើងជា mom ផងជា entrepreneur ផងហ្នឹងធ្វើឲ្យយើងមានអារម្មណ៍ guilty បានទេដោយសារតែយើងអាចប្រៀបធៀបថាយើងអត់បានមើលថែកូនយើងល្អឬមួយក៏យើងអត់មានពេលសម្រាប់កូនយើងគ្រប់គ្រាន់អីអញ្ចឹងណាធ្វើឲ្យយើងពិបាកចិត្តឬក៏បាក់ទឹកចិត្តនៅក្នុងនាមជាម្ដាយម្នាក់អាហ្នឹងមានតិចដែលបងខ្ញុំមានដែរប៉ុន្តែខ្ញុំព្យាយាមប្រាប់ខ្លួនឯងថាប៉ុន្តែខ្ញុំ set role model ឲ្យកូនខ្ញុំគាត់ឃើញថានេះម៉ាមីគាត់ធ្វើបានម៉ាមីអត់បោះបង់ក្តីសម័យទេម៉ាក់គាត់នៅតែមើលខ្ញុំផងហើយខ្ញុំសប្បាយចិត្តទៀតព្រោះពេលម៉ាក់នៅមួយខ្ញុំគឺម៉ាក់លេងមួយអូនពេញ 100% ហើយពេលម៉ាក់ទៅធ្វើជា entrepreneur ទៅធ្វើជា CEO គឺខ្ញុំអាចមើល look up to ម៉ាមីខ្ញុំបានឲ្យខ្ញុំបានដឹងថាខ្ញុំក៏អាចធ្វើដូចគាត់បានដែរមិនប្រកាសថាត្រូវតែលះបង់ក្តីសម័យរបស់ម៉ាមីដើម្បីធ្វើអ្វីមួយឯងអញ្ចឹងអាចធ្វើបានទាំងពីរគ្រាន់តែថាបើយើងមានដៃគូល្អដែលធ្វើដំណើរជាមួយយើងហើយគាត់មាន vision គោលដៅដូចយើងគឺយើងកាន់តែទៅដល់គោលដៅយើងកាន់តែឆាប់
ហើយនឹងរួមគ្នាល្អចាជួបរួមគ្នាជាកម្លាំងសាមគ្គីចាបងដល់គាត់អត់ពឹងថាអូហ្នឹងកូនការងារស្រីមើលកូននេះគឺអត់ទេចាគាត់ធ្វើការរស់ស៊ីជាមួយខ្ញុំហើយគាត់មានការងារ investment ផ្សេងទៀតហើយគាត់ជួយមើលកូនយើងហើយជួយលាងចានយកកាអាំងទៅបោកអីទាំងអស់ដូចគ្នាគាត់អត់មានគិតថាអូជាការងារមនុស្សស្អីអីទេចានិយាយទៅធ្វើជាប៉ាម៉ាក់ពេញម៉ោងដូចគ្នាចាពេញម៉ោងដូចគ្នាមកត្រូវចាទាំង business person ដូចគ្នាហើយទាំង entrepreneur ដូចគ្នាហើយជា parent ដូចគ្នាទៀតចាពេញម៉ោងដូចគ្នាចាអញ្ចឹងយើងអាចនិយាយ detail ទៅលើចំណុចមួយដែលបងចាប់អារម្មណ៍នៅពេលដែលអូនជ្រើសរើសដៃគូជ្រើសរើសបងគ្រីសមាន quality អីដែលអូន look ប្រហែលជាអាចជា tip សម្រាប់ប្រិយមិត្តយើងក៏លោកគាត់ you know looking for someone ចាខ្ញុំចូលចិត្តមើលទៅលើទង្វើបងខ្ញុំអត់សូវជឿឯមនុស្សផងណានិយាយលើវាដូចថាលួងលោមយើងច្រើនណាចាហើយមួយទៀតការរើសមនុស្សម្នាក់ជាដៃគូវាអត់អាចពឹងផ្អែកទៅលើក្តីស្រឡាញ់តាមមួយមុខបានទេចាព្រោះបើសិនជាយើងប្រើអារម្មណ៍តាមមួយមុខប្រើតែបេះដូងអត់បានប្រើខួរក្បាលជាមួយគ្នាគឺយើងអាចចាប់ដៃគ្នាអត់បានយូរទេអញ្ចឹងខ្ញុំចូលចិត្តមើលទៅលើទង្វើហើយគាត់គឺជាមនុស្សដែលចូលចិត្តធ្វើមែនតើគាត់ខំគាត់ដឹងតែពីធ្វើចាគាត់អាចគាត់បំពេញខ្ញុំតែម្ដងកន្លែងណាដែលខ្ញុំខ្វះខាតគឺគាត់ជួយបំពេញច្រើនហើយកន្លែងណាដែលគាត់ខ្វះខាតក៏ខ្ញុំជួយបំពេញគាត់វិញដូច yin and yang អញ្ចឹងបងអញ្ចឹងគឺគាត់ចូលចិត្តធ្វើហើយអត់និយាយអីច្រើនទេព្រោះមនុស្សគាត់ក៏អត់សូវចេះនិយាយចាប៉ុន្តែនៅពេលដែលយើងមានអ្វីដែលត្រូវពិភាក្សាជាមួយគ្នាគឺចេញមកហើយចាចេញជា plan ជាគម្រោងផ្សេងតែបើឲ្យនិយាយបែប sweet romantic អីគឺពីអ្នកខ្ញុំរបៀបដូច 1% អត់សូវទេចាអញ្ចឹងគឺជ្រើសយកមនុស្សដែលគាត់ធ្វើច្រើនជាងនិយាយចា action speak louder than words អាចត្រឡប់ទៅនិយាយពីរឿងចាប់ផ្ដើមក្តីស្រឡាញ់ដំបូងចាពេលនេះជាដៃគូសង្សារថ្មងថ្មី impression ចង់ថាចំណាប់អារម្មណ៍ដំបូងបងអូនទៅលើស្វាមីអូនជាអីពេលឃើញភ្លាមអញ្ចឹងណាឬមួយ first impression ហ្នឹងហើយ first impression ឬមួយក៏បន្ទាប់ពីហ្នឹងហើយបងអូនមាន impression ទៅលើគាត់ first impression មិនមែនជា love at first sight ទេចាគឺយើង date គ្នាប្រហែលជាយូរបន្តិចដែរបានដូចថាចាប់ដើមចាប់អារម្មណ៍ហើយនឹងស្រឡាញ់គាត់ដោយសារដូចខ្ញុំនិយាយចឹងគាត់ចូលចិត្តធ្វើគាត់ចូលចិត្តជួយហើយមានអីចឹងគាត់តែតែចង់ឲ្យយើងបានល្អជាងគាត់តែ offer ឲ្យយើងរហូតអត់គិតឲ្យអត់ចង់បានអីខ្លួនឯងទេរហូតមកដល់ឥឡូវក៏ចឹងដែរអីក៏ដោយប្រពន្ធចង់បានអីទិញអីបើគាត់វិញគឺគាត់ថាកុំទិញឲ្យគាត់អត់ចង់បានទេគាត់ចង់ឲ្យតើឯងបានទៅព្រោះបងអត់ខ្វល់ទេរឿងហ្នឹងតែមនុស្សស្រីយើងប្រកាសតែចូលចិត្តគ្រឿងកាបូបបាយជើងអីសម្លៀកបំពាក់អីអញ្ចឹងគ្រឿងអលង្ការតែបើគាត់ក៏អត់ចង់បានសោះហ្មងទាំងដោយមនុស្សប្រុសខ្លះខ្ញុំឃើញគាត់ចូលចិត្តដូចគ្នាគាត់ចូលចិត្តកាអាវស្បែកជើងលាក់នឹងលាក់អីតែគាត់អត់ចាអញ្ចឹងតាំងពីដើមមកគាត់បង្ហាញឲ្យឃើញអញ្ចឹងដូចគ្នាហើយពេលយកយើងចេញទាំងក្រៅអីចឹងគាត់ treat យើង good មែនតើគាត់យកចិត្តទុកដាក់ជាមួយយើងគាត់ជា gentleman តាំងពីដើមរហូតមកដល់ឥឡូវចាអត់ដែរប្រែថាពីមុនខំប្រឹងធ្វើល្អទៅក្រោយមកទៀតរៀបការមួយគ្នាហើយនេះអីអត់ទេប៉ុន្តែគាត់ក៏តែខំជាងមុនទៀតចាព្រោះទូនាទីយើងកាន់តែមានច្រើនជាងមុនចឹងការកាត់ខំរបស់គាត់កាន់តែច្រើនដូចគ្នាប៉ុន្តែដំបូងហ្នឹងគឺចាគាត់treat ខ្ញុំ good គាត់អានឹងបកប្រែខ្មែរមិនបង treat someone good គាត់ធ្វើល្អដាក់យើងចាធ្វើល្អទាំងមានបំណងល្អហ្មងណាតែគាត់អត់មានចង់បានអីពីយើងទេហើយតែគិតពីយើងមុនចាគាត់ prioritize តម្រូវការរបស់ខ្ញុំមុនចាហើយគាត់ជួយចិត្តធ្វើចាមានការងារមានអីចឹងគាត់តែបង្ហាញអំពី result លទ្ធផលឲ្យយើងមើលជាជាង promise ការនិយាយការសន្យាដែលអត់គាត់សន្យាខ្យល់ចាគាត់អត់សន្យាប៉ុន្តែគាត់ដឹងតែធ្វើចាមានចំណុចណាមួយដែលឲ្យអូនគិតថាអូ that is the one ចំណុចណាមួយដែលថាអូហ្នឹងហើយគាត់ហ្នឹងហើយជាដៃគូខ្ញុំអនាគតដែលត្រូវរៀបការជាមួយគ្នាមាន that moment គាត់ថាគាត់ចង់រស់ស៊ីជាមួយខ្ញុំចាគាត់ថា I wanna have a business together as a couple business ហើយខ្ញុំថាOh my god that's my dream ព្រោះខ្ញុំចង់ធ្វើការរស់ស៊ីជាមួយដៃគូជា power couple ចាខ្ញុំធ្លាប់និយាយលេងមួយគាត់ចឹងហើយចំណុចហ្នឹងហើយដែលខ្ញុំyes ពួកយើងនឹងកាន់ដៃគ្នាដើម្បីឈានទៅរកចំណុចហ្នឹងជាមួយគ្នាបានស្ដាប់ទៅគឺដោយសារគាត់មានគោលដៅដូចនៅអ្វីដែលអូនមានគោលដៅក្នុងជីវិតដូចគ្នា same goal គោលដៅដូចគ្នានឹង mindset ការគិតស្តៀងគ្នា
ចាដូចគ្នាប៉ុន្តែមិនថាមិនដូច100%បងព្រោះគាត់ក៏មាន hobby របស់គាត់ខ្ញុំក៏មាន hobby របស់ខ្ញុំប៉ុន្តែគេហៅថាគោលដៅរួមដែលសំខាន់សម្រាប់កសាងគ្រួសារនិងជីវិតដើម្បីឲ្យគ្រួសាររបស់យើងឈានទៅដល់ចំណុចខ្ពស់មួយដែរអញ្ចឹងគឺយើងមានដូចគ្នាចាអូនបែកធ្លាទៅសាច់រឿងនឹងតិចទៀតធម្មតានៅពេលដែលយើងការជាមួយគាត់ជាជនជាតិផ្សេងក្រៅពីខ្មែរតែយើងមាន challenge ឬមួយក៏ឧបសគ្គអីខ្លះជាមួយនឹង family in law family គ្រួសារសាច់ថ្លៃដែលអូនអាច share បានចាអាចនិយាយបានថាខ្ញុំអត់សូវមានបញ្ហាអីច្រើនទេដោយសារតែនិយាយទៅសឹងអត់មានហ្មងព្រោះពួកគាត់ល្អមែនតើចា in law របស់ខ្ញុំប៉ាម៉ាក់បងគ្រីគាត់ល្អខ្លាំងគាត់accept យើងជាយើងហ្មងគាត់អត់ខ្វល់ថាយើងជាជនជាតិអីជាតិសាសន៍អីហើយគាត់មានតែខំប្រឹងរៀនពីវប្បធម៌អរិយធម៌និងម្ហូបរបស់ពួកយើងវិញទៀតគាត់ស្រឡាញ់ជាតិសាសន៍ខ្មែរយើងគាត់ទៅជាខំប្រឹងឆ្ងល់ថាម្ហូបយើងធ្វើមិនខ្មិចគាត់ចង់ធ្វើឲ្យខ្ញុំហូបនិយាយទៅការពេលដែលខ្ញុំតងន់ដំបងបងសម្រាប់ឲ្យគាត់ខំប្រឹងទៅមើល YouTube ដើម្បីធ្វើម្ហូបខ្មែរឲ្យខ្ញុំបានឡើងពី3ដងហើយទទួលយកបានឆ្ងាញ់ចាអញ្ចឹងគាត់អត់មានថាត្រូវតែ demand ឲ្យយើងជា western ឬក៏ត្រូវតែ follow នៅវប្បធម៌របស់គាត់អីគឺអត់ទេបើយើងស្រឡាញ់ធ្វើក៏ធ្វើទៅហើយបើមានតែគាត់ចង់ស្គាល់អ្វីដែលជាខ្មែរចាមកហូបមិនវប្បធម៌មិនសប្បាយចិត្តណាស់មកលេងស្រុកខ្មែរម្ដងយកទៅ post យកទៅ share ប្រាប់គេថាប្រទេសខ្មែរស្អាតខ្លាំងប៉ុណ្ណាមនុស្សល្អយ៉ាងណាប្រាង្គប្រាសាទអីផ្សេងat least you have to visit អីចឹងប្រាប់គេគ្រប់គ្នាចាអញ្ចឹងខ្ញុំអត់ដែរមានបញ្ហាអីមួយ in law គាត់គឺចាត់ទុកយើងដោយកូនខ្លួនគាត់អញ្ចឹងហើយគាត់អត់មានកូនស្រីអញ្ចឹងគាត់ស្រឡាញ់ខ្ញុំមែនតើចា really sweet អូខេឥឡូវយើងត្រឡប់ទៅចំណុចមួយដែលអូននិយាយតាក់ទងទៅនឹង goal ដែលអូនថាដោយសារតែ goal ក្នុងជីវិតហ្នឹងគឺធ្វើឲ្យអូននៅតែបន្តធ្វើការច្រើនទោះបីជាមានបញ្ហាអីក៏អូនអត់បោះបង់ចោលដែរតែអូនអាចចែករំលែកបានទេថាគោលដៅរបស់អូនធំក្នុងជីវិតដែលអូនថានឹងធ្វើឲ្យបានហ្នឹងជាអីចាអាចថាមាន2-3សំខាន់ជាងគេហ្នឹងគឺខ្ញុំចង់ឲ្យ Bisauma ជា brand មួយដែរមនុស្សជាមួយពិភពលោកស្គាល់ហ្មងខ្ញុំគិតថានេះគឺជា goal ដែលធំខ្លាំងមែនតើប៉ុន្តែចិត្តបានសម្រេចហើយត្រូវអត់20ប្រទេសជាងចាប៉ុន្តែដូចថាយើងចង់ឲ្យកាន់តែខ្លាំងជាងនឹងទាំងជនជាតិស្បែកសទាំងជនជាតិស្បែកខ្មែរទាំងជនជាតិស្បែកណាក៏ដោយជនជាតិអីក៏ដោយនិយាយទៅវិញទាំងជនជាតិគ្រប់ជាតិសាសន៍គឺគាត់ស្គាល់ Bisauma និងប្រើប្រាស់ Bisauma តែនេះខ្ញុំដឹងថាវាគឺជា goal មួយដ៏ធំមែនតើចាអញ្ចឹងហើយបានខ្ញុំអត់ give up ព្រោះយើងមាន long term goal ដែលវាធំត្រូវបំពេញព្រោះបងដឹងស្រាប់ហើយទីផ្សារ skin care គឺវា saturated មែនតើវាពិតជាមានគូប្រកួតប្រជែងខ្លាំងមែនតើហ្មងចាអញ្ចឹងនៅក្នុងនាមធ្វើឲ្យយើងជា brand មួយដែល unique ដែលត្រូវបានគេ notice គឺវាពិបាកខ្លាំងហ្មងចាដូចថាដូចអង្គមកបាវអញ្ចឹងបងប៉ុន្តែរើសយកអាណាមួយដែលវាលេចធ្លោជាងគេគឺមិនងាយរកបានទេបងគឺវារាប់លានគ្រាប់ចាពិបាកមែនតើអញ្ចឹងហើយបានយើងខំប្រឹងរាល់ថ្ងៃដើម្បីមើលពី strategy ថ្មីmarketing ថ្មីឬមួយក៏ innovation តាក់ទងទៅនឹងគ្រឿងផ្សំរូបមន្តអីថ្មីល្អរាល់ថ្ងៃរហូតមកយើងអត់ឈប់ទេ we don't stop យើងនៅតែមានអីដើម្បីយកមកបង្ហាញអតិថិជនយើងឬក៏បង្ហាញអ្នកប្រើប្រាស់ជាមួយពិភពលោកឲ្យគាត់ថាតើហេតុអីមិនគាត់គួរតែប្រើ Bisauma ចាហ្នឹងហើយបងហើយមួយទៀតហ្នឹងគឺចង់បង្កើតជារោងចក្រទាំងនៅស្រុកខ្មែរទាំងនៅខាងអាមេរិកអញ្ចឹងអាហ្នឹងវារត់តែជា long term goal មួយទៀតដែរដូច្នេះហើយបានមិនអាចបោះបង់បានទេគឺមានគោលដៅជាច្រើនដែលត្រូវបំពេញហើយមានតែធ្វើបន្ថែមមានតែខំប្រឹងធ្វើបន្ថែមទៀតអញ្ចឹងមិនថារស់ស៊ីកាន់តែយូរទៅមិនមែនដូចដកឃ្លាបានឬក៏កាន់តែស្រួលទៅដូចមានកាន់តែលងខ្លួនទៅចាប៉ុន្តែធ្វើទាំងសប្បាយចិត្តបងចាទាំងសប្បាយចិត្តហើយខ្ញុំយកមនុស្សមួយចំនួនដែលគាត់ជា brand owner ដូចជា Huda ចេញពី Huda Beauty ចាគឺខ្ញុំជួយចិត្តគាត់មែនតើពីរបៀបគាត់ Rosie របៀបគាត់ expand her brand ដែលគាត់ចាប់ផ្ដើមពីលុយត្រឹម$6,000ឥឡូវហ្នឹងក្រុមហ៊ុនគាត់ឡើង$1,000 លានជាង$2,000 លានហើយចាអញ្ចឹងអានេះគឺវាបង្ហាញថា it only goes to show ដែលអ្វីៗក៏អាចកាត់ឡើងបានឲ្យតែយើងមានគោលដៅច្បាស់លាស់ហើយនឹងអត់បោះបង់ទៅលើគោលដៅរបស់យើងចាហើយវាមិនសំខាន់លើយូរនឹងឆាប់ទេពីព្រោះ life is not a race វាមិនមែនជាការ
ប៉ុណ្ណឹងជាមួយណាគេមានតែប៉ុណ្ណឹងជាមួយនឹងខ្លួនឯងចាហើយឲ្យតែខ្លួនឯងល្អជាងមុនយើងព្យាយាមកែតម្រូវអ្វីដែរយើងគួរតែកែនឹងធ្វើឲ្យខ្លួនឯងប្រសើរជាងមុនខ្ញុំជឿទៅលើហ្នឹងចាព្រោះអត់ចូលចិត្តនៅមួយកន្លែងហើយបើសិនជាយើងមានអីដែលត្រូវដោះខាត់វាកាន់តែល្អជាងនឹងទៀតគឺយើងត្រូវតែធ្វើចាគោលដៅអូនពិតជាការលើកទឹកចិត្តមួយដូចថាជាគោលដៅដែលយើង look up to គោលដៅហ្នឹងអូនគិតថានឹងព្យាយាមធ្វើវាដោយខ្លួនឯងឬមួយក៏ប្រហែលជាអាចសម្រាប់ next generation ពីព្រោះមានការចូលរួមពីគ្រួសារច្រើនបងប្អូនសិតតែចូលរួមទាំងអស់ហើយចាវាគឺជាខ្ញុំចង់បន្សល់នៅ legacy ដើម្បីឲ្យកូនចំនួនក្រោយខ្ញុំជាអូន Claire ឬមួយក៏បើគាត់អត់ចង់បន្តក៏អត់អីដែរក្រែរគាត់មាន passion របស់គាត់ផ្សេងឲ្យគាត់នៅតែបន្តការងារនឹងទៀតចាហើយបងប្អូនខ្ញុំក៏អញ្ចឹងដែរគាត់គ្រប់គ្រងខាងផ្នែកប្រទេសកម្ពុជាយើងតែសម្រាប់ខ្ញុំគឺអន្តរជាតិចាខាងសហរដ្ឋអាមេរិកនិងជុំវិញពិភពលោកចាអញ្ចឹងយើងដូចថាវាមិនខុសគ្នាពេកទេប៉ុន្តែក៏វារៀងខុសគ្នាដែរពីព្រោះអតិថិជនតែងតែមានផ្នែកកំណត់ខុសគ្នាតិចតួចទៅតាមតំបន់អញ្ចឹងពួកគាត់កាន់ខាងផ្នែកនៅខ្មែរតែខ្ញុំអាចនិយាយបានថាខ្ញុំក្តោបសឹងតែទាំងអស់ហ្នឹងចាសឹងទាំងខ្មែរទាំងនៅខាងអាមេរិកទាំងអីប៉ុន្តែពួកគាត់នៅខ្មែរចំចាអញ្ចឹងយើងចូលទៅដល់ចំណុចមួយទៀតតកតងទៅនឹងមិត្តមានន័យថាផ្នត់កំណត់ដែរខុសឆ្គងណាទៅលើការធ្វើអាជីវកម្មគេថាតើតែមានលុយច្រើនទើបអាចចាប់ដើមធ្វើអាជីវកម្មបានអូនមានយោបល់មិនដែរតកតងចំណុចនេះចាអាហ្នឹងគឺសម្រាប់ខ្ញុំវាអត់ពិតប្រាកដទេបងដោយសារតែខ្ញុំអ្នកចាប់ផ្ដើមមកជាមួយនឹងទឹកប្រាក់តែចំនួន$2,000អីទេចាប៉ុន្តែមិនមែនចាប់ផ្ដើមជាមួយប៊ីសៅម៉ាណានេះក៏ខ្ញុំបញ្ជាក់គឺខ្ញុំចាប់ផ្ដើមជាមួយនឹងការរកស៊ីដំបូងបំផុតគឺគ្រឿងអលង្ការចាខ្ញុំដូចបងអញ្ចឹងគឺជាអតិថិជនដំបូងរបស់ខ្ញុំចាបងសុគង្គគឺគាត់ទិញជា charm bracelet ចាដូចបងហ្នឹងមិត្តភក្តិ AFL មួយចំនួនទៀតដែលគាត់ទិញចាអញ្ចឹងយើងចាប់ផ្ដើមពីតិចតួចទៅដោយសារតែយើងអត់តន់you cannot risk it all អត់អាចដាក់ម្ដងរាប់ម៉ឺនដុល្លាររាប់សែនដុល្លារចូលដោយសារតែយើងទៅតែចាប់ផ្ដើមយើងអត់តន់ស្គាល់អំពីទីផ្សារនៃមុខរបរហ្នឹង 100% នៅឡើយទេអញ្ចឹងបើសិនជាយើងចាយដនអីបើថាជាលុយយើងបាត់បង់ក៏វាត្រូវតែស្ដាយដែរតែចោះទម្រាំតែយើងទៅខ្ចីគេដើម្បីយកមកចាប់ផ្ដើមដោយសារតែយើងចង់ឲ្យគេឃើញ business យើងធំប៉ុន្តែយើងទៅខ្ចីគេ$200,000យកមកធ្វើទាំងដែលនេះឧទាហរណ៍ណា$200,000ហ្នឹងក៏ឧទាហរណ៍ទេទាំងដែលយើងអត់ច្បាស់អំពី business model ហ្នឹងចាឬមួយក៏ទីផ្សារនៅក្នុង business ហ្នឹងនៅឡើយទេយើងអាចនឹងបាត់បង់លុយទាំងអស់ហ្នឹងហើយយើងជំពាក់ធនាគារទាំងការប្រាក់ទាំងអីទៀតដែលវារត់តែវ៉ាន់កខ្លាំងមែនតើអញ្ចឹងយើងសុខចិត្ត start small មិនថាមានត្រឹមតែ400-500ក៏អាច start បានដែរទៅលើមុខចំនួនខ្លះដូចជាយើងចង់លក់កៅអៅសម្លៀកបំពាក់អីយើងអាចចាប់ផ្ដើមជាមួយនឹងតិចតួចបានហើយបន្ទាប់មកចាំយើង expand ចាយើងពង្រីកវាតាមនឹងទៀតចាពីព្រោះអត់ខ្វះទេពេលដែលយើងអាចពង្រីកបានវាយើងចង់ចាយលុយកាន់តែច្រើនទៀតចាំប្រហែលជា 2-3 ឆ្នាំក្រោយនៅពេលដែលយើងចូលក្នុង business ហ្នឹងហើយសិនចាអាហ្នឹងគឺជាចំណុចមួយដែលខ្ញុំចង់ចែកម្លែកខ្លាំងមែនតើកុំឲ្យខ្ចីលុយគេដោយសារតែយើងចង់យកមកបង្កើតមុខចំនួនមួយដែលឲ្យមើលមកឃើញធំពេលខ្លះគេហៅថាល្អតែមើលអត់ល្អស៊ីមកអធិស្ឋានចាអញ្ចឹងយើងគុំដោយសារតែអញ្ចឹងអីចាអញ្ចឹងលុយយើងមានប៉ុណ្ណាឬមកក៏យើងសន្សំបានមួយចំនួនយើងចាប់ផ្ដើមពីតិចទៅសិនយើងត្រូវបែងចែកទៀតមានការបែងចែកបាត់ចិត្តនឹងឲ្យត្រឹមត្រូវចំណែកចុកកញ្ចប់មួយចំនួនសម្រាប់ទិញអីវ៉ាន់ចាជា inventory cost ចំណែកមួយចំនួនទៀតសម្រាប់ទីផ្សារចាមួយចំនួនទៀតសម្រាប់ឧទាហរណ៍បើយើងមានបុគ្គលិកមានអីតែបើសិនជាចាប់ផ្ដើមអាចចាប់ដើមពីខ្លួនឯងសិនទៅកុំតន់អាចជួបបុគ្គលិកអត់យកប្រាក់ខែសិនទៅចាអត់យកប្រាក់ខែសិនទៅចាកុំតន់មានកញ្ចប់សម្រាប់បុគ្គលិកនៅឡើយហ្នឹងហើយឬមួយក៏កន្លែងជួលបើសិនជាយើងអត់តន់ចំណាយថ្លៃជួលព្រោះថ្លៃជួលគឺត្រូវមានថ្លៃទឹកថ្លៃភ្លើងថ្លៃជួលទីតាំងលក្ខណៈវាច្រើនទៀតអញ្ចឹងយើងអាចចាប់ផ្ដើមពីផ្ទះយើងសិនចាពីបន្ទប់យើងសិនចាអញ្ចឹងហ្នឹងហើយចំណុចប៉ុណ្ណឹងខ្ញុំចង់ចែករំលែកទៅលើ myth ដែលថាត្រូវការលុយតតែច្រើនបានចាប់ដើមមួយចំនួនចាគឺខ្ញុំអត់ខ្ញុំថាអាហ្នឹងគឺវាអត់ពិតទេចាជាផ្នែកកំណត់អត់ត្រឹមត្រូវចាពេលអូននិយាយថាបែងចែកលុយសម្រាប់ផ្នែកមានជារូបមន្តអមថាជាទូទៅយើងឧទាហរណ៍ថាយើងមានលុយ$100តែយើងចាប់ទៅលើអីខ្លះប្រហែល%អ្វីដែលគួរតែបណ្ដាក់ច្រើនជាងគេបើថាសម័យឥឡូវទីផ្សារវា
ត្រូវការចំណាយរៀងច្រើនប៉ុន្តែដំបូងយើងមិនចាំបាច់ទៅចំណាយលុយ boost page យើងទេបងប្អូនចាជាស្រ័យបងយើងមិនបាច់ចំណាយលុយទៅ boost page ទេព្រោះការណា boost វាមួយថ្ងៃអស់ឡើង$50 $100អីពេលខ្លះអញ្ចឹងយើងមិនអាចយកលុយ$50 $100ទៅដុតចោលទាំងដែលមិនដឹងថាវានឹង convert ទៅជា customer ឬក៏ជា convert ទៅជា purchase ឲ្យយើងឬក៏អត់ទេអញ្ចឹងយើងចាប់ផ្ដើមចេញពីខ្លួនឯងដែលគេហៅថា sell yourself first លក់ខ្លួនឯងសិនចាធ្វើជាអ្នក marketer ផងជា social media personal ផងជាម្ចាស់អាជីវកម្មផងធ្វើខ្លួនឯងទាំងអស់សិនទៅចាវារៀងច្រើនបន្តិចព្រោះនៅក្នុងការចាប់ផ្ដើមអាជីវកម្មមួយគឺយើងត្រូវបែងចែកខ្លួនឯងហ្នឹងជាតួនាទីច្រើនណាចាអញ្ចឹងចំណាយដែលខ្ញុំគិតថាវាច្រើនជាងគេគឺចំណាយដែលយើងទិញផលិតផលឬក៏ទិញអីវ៉ាន់ហ្នឹងយកមកលក់អាចជាង 50% ទៅ 60% ហើយមួយចំនួនទៀតដូចជា 20-30% អាចចំណាយទៅលើទីផ្សារចាហើយនឹង 20% ទៀតអាចចំណាយទៅលើគេហៅថា loss ចាំបើសិនជាយើងអាចលក់អត់ដាច់ឬមួយក៏យើងត្រូវបងថ្លៃទឹកថ្លៃភ្លើងចាឬក៏ត្រូវ cover អ្វីមួយចំនួនដែលដូចខ្ញុំនិយាយចឹង marketing នៅពេលដែលយើងបងថ្លៃ boost ប៉ុន្តែយើងអត់បានអតិថិជនមកវិញផងអញ្ចឹងត្រូវមានលុយដើម្បីស្គាល់ cover តិចតួចដែរចំណុចហ្នឹងសំខាន់អ្នកខ្លះប្រហែលជាអត់គិតដល់ទុកលុយដើម្បី cover ទុកលុយដើម្បីគ្រប់គ្រងទៅលើការខាតបង់ចាបងចាចំពេលតឹងទឹកដល់ពេលមែនតើខូចថវិកាទៅលើកញ្ចប់ដើម្បីគ្រប់គ្រងការខាតបង់ចាបងហើយដល់ចឹងទៅគាត់បោះបង់បណ្ដោយអញ្ចឹង business មួយហ្នឹងគឺចប់បិទទ្វារហើយអញ្ចឹងអ្វីដែលជាសេចក្តីសុបិនរបស់គាត់ក៏សាប់រលាបទៅក៏បានបន្តទៀតចាបងអញ្ចឹងអាហ្នឹងគឺយើងបែងចែកបន្តិចទៅទោះបីជាយើងមានលុយបន្តិចក៏ដោយយើងបែងចែកតាមភាគរយហ្នឹងទៅចាចំណុចទី2ដែលបងគិតថាសំខាន់សម្រាប់podcast របស់យើងដែរតកតងទៅនឹងភាពជាម៉ាក់ម្នាក់ដែលគេថាបើសិនជាយើងមានកូនជាប់ដៃជាប់ជើងយើងពិបាកក្នុងការរកស៊ីតើអូនមានtechnique ឬមួយក៏ផ្នែកគំនិតបែបម៉េចដើម្បីយកឈ្នះដូចអូនបានចែករំលែកបន្តិចឯពីមុនមកតកតងទៅនឹងការបែងចែកការងារជាមួយនឹងស្វាមីយើងដើម្បីឲ្យជួយគ្រប់គ្រងគ្នាអញ្ចឹងណាតែផ្នែកគំនិតពីក្នុងមកតើអូនយកអីមកគិតដើម្បីឲ្យខ្លួនឯងយកឈ្នះទៅលើការគិត negative ការគិតអវិជ្ជមានដែលថាមានកូនរវល់ច្រើនអត់អាចរកចេញទៅរកស៊ីយកអីបានទេចាបងចាហើយបើសិនជាគាត់ជា single mother ទៀតគឺចារត់តែអត់បានតែម្ដងតោះតែបើសិនជាគាត់ជាអ្នកត្រូវចេញទៅក្រៅដើម្បីរកគឺគាត់ត្រូវទុកកូនឲ្យម្ដាយគាត់មើលឬមួយក៏គាត់ត្រូវទុកកូននៅ day care លាក់នឹងលាក់ចាអញ្ចឹងចំណុចហ្នឹងចាបងខ្ញុំជឿទៅលើ clear មួយដែលថានៅពេលណាដែលយើងដាក់ចិត្តថាយើងចង់ធ្វើអីហើយយើងចង់ធ្វើវាឲ្យបានយើងនឹងធ្វើវាឲ្យចេញជារូបរាងចាអញ្ចឹង when you put your mind into something and you will be able to do it អញ្ចឹងយើងនឹងអាចយកឈ្នះនៅអ្វីដែលវាជា obstacle ជាឧបសគ្គចាបងយើងនឹងយកឈ្នះនៅអ្វីដែលជាឧបសគ្គដែលយើងថាអូយើងជាម្ដាយយើងអត់អាចទៅរកស៊ីបានទេទាំងដែលបើសិនជាយើងនៅផ្ទះមើលកូនយើងអាចទាញទូរស័ព្ទមកថតជា content ប្រម៉ូទផលិតផលលក់បានដូចគ្នាឬមួយក៏យើងចែកជា live lesson ជា tips នៅក្នុងការមើល baby មើលកូនគេនឹងនាំគ្នា share វីដេអូយើង share វីដេអូយើងហើយយើងអាច convert engagement ទាំងអស់ហ្នឹងទៅជាអតិថិជនចាទៅជានៅពេលដែលយើងបង្ហាញទៅអូខ្ញុំក៏មានផលិតផលនេះដើម្បីណែនាំឲ្យម៉ាមីមានភាពងាយស្រួលនៅក្នុងការមើល baby លាក់នឹងលាក់ដែរអញ្ចឹងខ្ញុំជឿថាសម័យឥឡូវគឺជាសម័យ digital សម័យ internet សម័យ social media ដែលមនុស្សយើងគ្រប់គ្នាតែមើលទូរស័ព្ទរហូតណាអញ្ចឹងវាទលំទលែងមែនតើនៅក្នុងការដែលយើងចង់ប្រម៉ូទអីមួយនៅលើ platform របស់យើងទោះបីជាដំបូងគាត់គិតថាគ្មានអ្នកមើលផងមានអ្នកមើលត្រឹមតែ30-40 view ប៉ុន្តែបងប្អូន30-40 view នោះមកយើងគិតទៅដូចគេដើរកាត់ហាងយើង30-40នាក់អញ្ចឹងគេគ្រាន់តែមើលសិនប៉ុន្តែដើរកាត់យូរទៅគេនឹងចូលហើយដល់ពេលគេចូលយូរទៅគេនឹងទិញហើយចាអញ្ចឹងមិនថាអាហ្នឹងវា going back to grid ទៀតហើយបងអារបៀបធ្វើដដែលឲ្យច្រើនដងច្រើនលើកច្រើនសារទោះបីជា process នឹងដំណាក់កាលនឹងវា slow វាយឺតវាអីប៉ុណ្ណាក៏ដោយតែយូរទៅយើងនឹងមានអតិថិជនពីម្នាក់ឡើងទៅ10នាក់20នាក់30នាក់40នាក់មករហូតចាអញ្ចឹងគឺខ្ញុំជឿថាម៉ាមីទាំងអស់គ្នាអាចធ្វើបានចាសិតតែមានឱកាសឲ្យតែយើងមាន when there is a will there is a way ចា perfect ចា clear មួយនឹងមួយទៀត
chưa chạm mong chẳng mà mi cũng kịch thang luôn anh thời tại nơi không trong nội mùi này put yourself in a box á chẳng đặt luôn anh nơi không bọp mùi hay ai thua ai bàn chà tại tắm bất cứ dương ai bạc bọp nâng ban hay dương ai vừa vậy ban tầng ở nơi bên đây dương tăng chật mùi tiết xem mẹ prey mật đã có và hai chị mami đúng không còn mình chị mami bên tay còn mình tam tuần tịch tôi thầm $4,000 không sớmไปจุดมองกระทาวีเห็นติดได้ปันท้ายสมัยโอนตากระทาอาจับดำปีกไหลนะมวยบอกว่าจังจับดำทุบชีวกรรมไอ้มวยจังอะចាំបងបើសិនជាគាត់ជាម៉ាមីហើយគាត់មានប្រាក់ខែ$500តែគាត់ចង់គេហៅថាមាន side hustle ចាមានគេហៅថាការរកស៊ីខាងក្រៅមួយដែរចាហើយខ្ញុំ recommend នឹងលើកទឹកចិត្តកុំឲ្យគាត់បោះបង់ការងារគោលរបស់គាត់ចាព្រោះការងារ9 to 5ហ្នឹងកុំតន់បោះបង់ទាំងដែលយើងអត់តន់ដឹងថា business របស់យើងនឹងបែបម៉េចទេអញ្ចឹងនៅពេលដែលគាត់ធ្វើការនឹងបដាលគាត់អាចសន្សំចំណូលមួយចំនួនដើម្បីស្វែងរកនៅអ្វីដែលគាត់ស្រឡាញ់អញ្ចឹងទី1គឺ find out what you like ចាគាត់ត្រូវរកថាតើគាត់ចូលចិត្តអីចាអានេះខ្ញុំចែកម្លេចជា tips ស្រួលៗណាចាទី1ត្រូវតែស្វែងរកថាខ្លួនឯងចូលចិត្តអីកុំមើលឃើញគេធ្វើអីធ្វើតាមគេអត់សោះចាចំណុចហ្នឹងអ្នកខ្លះគាត់គិតថាអូយឃើញគេរកបានណាអូយមើលតើនេះតំណងស្រួលរោស្រួលលក់ស្រួលអីទៅធ្វើចឹងដែរសិនទាំងដែលគាត់អត់ចូលចិត្តហើយគាត់អត់ស្គាល់ពីវាទេចាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យពួកគាត់ស្វែងរកនៅអ្វីដែលគាត់ចូលចិត្តសិនដូចថាអូគាត់ជាអ្នកចូលចិត្តម្ហូបចុះគាត់មិនចាប់ផ្ដើមធ្វើ content ពីម្ហូបទៅហើយយូរគាត់អាច convert ទៅជាលក់គ្រឿងទេសឬមួយក៏លក់sauce ដែលគាត់ធ្វើរូបមន្តចេញពីខ្លួនឯងចាថ្ងៃអញ្ចឹងគឺរកអ្វីដែលគាត់ចូលចិត្តសិនពួកកាលណាដែលយើងធ្វើអ្វីដែលយើងចូលចិត្តយើងអត់មានអារម្មណ៍ថាវាជាការងារទេចាដូចខ្ញុំធ្វើដល់ម៉ោង3ម៉ោង4យប់គឺខ្ញុំពេញចិត្តធ្វើព្រោះខ្ញុំអត់មានអារម្មណ៍ថាហត់ទេដោយសារតែខ្ញុំ hold on to long term goal ខ្ញុំព្យាយាមទុកជាប់នឹងចិត្តថាគោលដៅរបស់ខ្ញុំនៅខាងមុខគឺវាវែងទៀតអញ្ចឹងខ្ញុំត្រូវតែសប្បាយចិត្តហើយនឹងជំនះហើយនឹងខំប្រឹងធ្វើវាតទៀតចាអញ្ចឹងទី1 figure out what you like ចាស្វែងរកអ្វីដែលគាត់ចូលចិត្តហើយគាត់អាចសាកអ្វីថ្មីបានចាព្រោះអូខ្ញុំអត់ដឹងខ្ញុំចូលចិត្តអីផងចាគាត់អាចនិយាយចឹងធ្វើមិនបានដឹងខ្ញុំចូលចិត្តអាណាមួយទៅអញ្ចឹងយើងសាកអ្វីថ្មីទៅចាយើងអាចសាកឧទាហរណ៍ចូលចិត្តដេកអាឬក៏ចូលចិត្ត crochet ចូលចិត្តធ្វើម្ហូបចូលចិត្តថតវីដេអូថតរូបចូលចិត្តចែកម្លែកពីជីវិតរស់នៅប្រចាំថ្ងៃចាចូលចិត្តនិយាយអំពី topic ណាមួយដែល inspired other ឬក៏ចូលចិត្តដើរផ្សារឡាក់អីអ្វីទាំងអស់គឺសិតតែអាចធ្វើជា content ហើយ content ហ្នឹងវានឹងនាំឲ្យគេស្គាល់យើងច្រើនហើយយើងអាច convert អ្នកដែលស្គាល់យើងទៅជា customer របស់យើងចាអញ្ចឹងហើយកុំគិតថាត្រូវតែវាកាត់ឡើងនៅក្នុងពេលខ្លីឲ្យសោះចាព្រោះគាត់គិតថាបើគាត់ធ្វើឲ្យគ្មានណាគេមើលផងហ្នឹងធ្វើឡើង 2-3 ខែហើយអញ្ចឹងអាហ្នឹង going back to grid ទៀតហើយបងត្រឡប់ទៅអា grid ហ្នឹងទៀតហើយព្រោះ grid ហ្នឹងមិនមែនតែសប្តាហ៍ឬក៏ខែទេគឺឆ្នាំហ៎ថាតើយើងនឹងមានភាពអំណត់បានប្រហែលឆ្នាំហើយយើងកុំបោះបង់ហើយចាអញ្ចឹងបើខ្ញុំធ្វើឡើងច្រើនឆ្នាំហើយវាអត់ទៅមកពីយើងអត់តាន់ខំឲ្យអស់ចាអញ្ចឹងខំប្រឹងទៀតចាផ្លាស់ប្ដូរគេថាផ្លាស់ប្ដូរវិធីសាស្ត្រតែកុំផ្លាស់ប្ដូរគោលដៅត្រឹមត្រូវបងត្រឹមត្រូវចាបើមិនជាវិធីសាស្ត្រដែលយើងធ្វើនេះអត់ work ឬមួយក៏topic ដែលយើងយកមកនិយាយហ្នឹងវាអត់សូវមានការចាប់អារម្មណ៍យើងបដូរទៀតទៅចាប៉ុន្តែនៅតែគោលដៅធំរបស់យើងយើងចង់មានមុខជំនួយមួយបើកហាងមួយឧទាហរណ៍ណាគោលដៅគាត់អញ្ចឹងធ្វើមិនទៅដល់កន្លែងគោលដៅហ្នឹងតោះតែគាត់ធ្វើដំណើរតាមកម្មចិន្តាមួយដែលគាត់បានដាក់ឲ្យខ្លួនឯងហ្នឹងហើយកុំបោះបង់ចាអរគុណអូនចូលដល់ផ្នែកចុងក្រោយគេតកតងទៅនឹង message របស់ក៏សារសំខាន់ដែលអូនគិតថាបើនិយាយទៅកាន់អ្នកដែលមានវ័យក្មេងតើអូនគិតថាអូននឹងផ្ដល់ជាអនុសាសន៍ចាបងអីទៅដល់ពួកគាត់ទី1ខំឲ្យខ្លាំងមែនតើនៅក្នុងវ័យ20ឆ្នាំចាបើសិនជាវ័យ20ឆ្នាំហ្នឹងគាត់ຕົកចោលបដាយអត់ខំអត់ធ្វើអីវ័យ30 40 50គាត់នឹងលំបាកចាគាត់នឹងលំបាកអញ្ចឹងអ្វីៗនៅក្នុងជីវិតកើតឡើងដែលជាសមិទ្ធផលមួយគឺវាតម្រូវឲ្យយើងដូចជាភ្នំមួយធំបានវាកើតឡើងចេញពីការបន្ទប់ថ្មតិច
ចាអញ្ចឹងមិនកើតទៅជាភ្នំធំមួយបានដូចជាដើមឈើធំមួយត្រង់តែវាធំបែបហ្នឹងគឺយើងត្រូវចេញពីក្របទូចមួយសិនយើងត្រូវដាក់ទឹកដាក់ជីហើយដាក់ឲ្យវាចំកន្លែងពលឺព្រះអាទិត្យថែវាមែនតែនទ្រាំតែវាធំដើម្បីយកវាធ្វើជាជំរកឲ្យយើងនៅបានត្រជាក់បានកុំឲ្យក្តៅជាមួយនឹងព្រះអាទិត្យអញ្ចឹងខំប្រឹងនៅក្នុងវ័យឲ្យកាន់តែក្មេងកាន់តែល្អកុំបដាបដោយកុំខ្ជិលកុំរំពឹងម៉ាក់ប៉ាឲ្យសោះចាកុំថាចេះអូយអាងលុយម៉ាក់ប៉ាហើយអូយអាងបងហើយអូយអាងនេះអាងនោះហើយអត់ចាំបាច់ធ្វើអីគឺអត់ទេបងប្អូនវ័យ20ឆ្នាំគឺជាវ័យដែលយើងត្រូវតែខំប្រឹងនិង build skill set របស់យើងត្រូវតែបង្កើននៅជំនាញមួយចាទោះបីជាមិនបានអីក៏បានតែអូយើងមានបទពិសោធន៍ហើយវា build resilient មានថាវាកសាងនៅអាភាពដែលយើងអត់រុញរាខំប្រឹងណាចាអញ្ចឹងដូចថាមានរឿងអីតិចតួចក៏មិនធ្វើឲ្យយើងបាក់ទឹកចិត្តមានរឿងអីតិចតួចក៏មិនធ្វើឲ្យយើងមានអារម្មណ៍ថាយើងលំបាកពួកយើងត្រូវគិតថាគេលំបាកជាងយើងទៀតមានអ្នកពិបាកជាងយើងឆ្ងាយអញ្ចឹងរឿងអីប៉ុណ្ណឹងដែលយើងយកឈ្នះមិនបានហើយនឹងខំប្រឹងឲ្យខ្លាំងមែនទែនក្នុងវ័យ20ឆ្នាំចាសុខចិត្តលំបាកពេលក្មេងហើយស្រួលពេលដែលយើងចាស់ឬមួយក៏យើងសុខចិត្តបដាបដោពេលក្មេងហ្នឹងចាស់ទៅគឺយើងពិបាកខំប្រឹងធ្វើការរហូតដល់អាយុ60ឆ្នាំ70ឆ្នាំ80ឆ្នាំចាចុះសម្រាប់បងស្រីដែលគាត់អាចថាអកុសលអីគាត់ជា single mom តើអូនគិតថាអ្វីទៅដែលអាចជួយជាការលើកទឹកចិត្តគាត់បើគាត់អត់ដឹងថាគាត់គួរចាប់ផ្ដើមពីណានៅក្នុងអាជីពរបស់គាត់ឧទាហរណ៍ចាទី1គឺខ្ញុំចង់ឲ្យគាត់ស្រឡាញ់ខ្លួនឯងសិនចា love yourself អាពាក្យហ្នឹងយើងឮទៅវាដូចជាសាមញ្ញស្អីបន្តិចស្រឡាញ់ខ្លួនឯងតែតាមពិតទៅមនុស្សជាច្រើនគាត់អត់បានស្រឡាញ់ខ្លួនឯងហ្មងទេចាអញ្ចឹងគាត់ទុកខ្លួនឯងចោលអាណាពាក្យអត់ស្រឡាញ់ខ្លួនឯងហ្នឹងគឺយើងអត់ទុកខ្លួនអត់បានគិតគូរពីខ្លួនឯងហ្នឹងយើងទុកខ្លួនឯងចោលរហូតដល់ពេលមួយយើងបាត់បង់ខ្លួនឯងបណ្ដោយអត់ដឹងថាយើងមានគោលចំហអីយើងមានគោលដៅអីចាអញ្ចឹងស្រឡាញ់ខ្លួនឯងហ្នឹងគឺតាមរយៈយកចិត្តទុកដាក់ជាមួយនឹងសុខភាពផ្លូវចិត្តខ្លួនឯងសុខភាពផ្លូវកាយខ្ញុំដឹងថាគាត់នេះយើងនិយាយទៅលើករណី single mom ខ្ញុំដឹងថាគាត់មានresponsibility ទំនួលខុសត្រូវជាច្រើននៅក្នុងការធ្វើប៉ុន្តែគាត់កុំទុកខ្លួនឯងចោលចាគឺត្រូវលើកទឹកចិត្តខ្លួនឯងត្រូវស្រឡាញ់ខ្លួនឯងឬមួយក៏ទៅទិញអីដើម្បីលើកទឹកចិត្តខ្លួនឯងតិចតួចធ្វើឲ្យយើងសប្បាយ celebrate small wins ចាដូចថាយើងមានអីដែលយើងជោគជ័យទោះបីជាបន្តិចបន្តួចក៏ដោយគឺយើងត្រូវអបអរសាទរខ្លួនឯងពីព្រោះយើងមានតែខ្លួនឯងជាមួយនឹងកូនអញ្ចឹងយើងអត់មានស្វាមីចាអញ្ចឹងគឺយើងត្រូវតែ celebrate ខ្លួនឯងលើកទឹកចិត្តខ្លួនឯងហើយស្រឡាញ់ខ្លួនឯងឲ្យបានច្រើនចឹងខ្ញុំគិតថាអាពាក្យថាស្រឡាញ់ខ្លួនឯងច្រើនហ្នឹងគឺធ្វើឲ្យគាត់មានភាពវិជ្ជមានឡើងមកវិញហើយគាត់នឹងមានអារម្មណ៍ស្រស់ថ្លាយូរទៅគាត់នឹងរកឃើញខ្លួនឯងហើយគាត់នឹងអាចវិវត្តទៅជាគេហៅថាអ្វីមួយដែលគាត់អាចរកចេញជាចំណូលថ្មីឬមួយក៏ការងារថ្មីឬក៏គំនិតថ្មីសម្រាប់ជីវិតរបស់គាត់ចាអរគុណច្រើនចាបងចាអូខេអញ្ចឹងយើងមកដល់ទីបញ្ចប់នៅក្នុង interview យើងហ្នឹងអូនមានពាក្យអីចុងក្រោយ the last one ដើម្បីផ្ញើទៅកាន់ប្រិយមិត្តទាំងអស់គ្នាចាដោយសារ topic យើងនេះភាគច្រើនពាក់ព័ន្ធទៅនឹងអាជីវកម្មការរកស៊ីនិងការលើកទឹកចិត្តអញ្ចឹងខ្ញុំគ្រាន់តែចង់ផ្ដាំថាអញ្ចឹង don't chase money យើងធ្វើអីក៏ដោយយើងកុំព្យាយាមរត់តាមលុយហើយកុំធ្វើឲ្យលុយខ្លាចទៅជាម្ចាស់យើងឲ្យសោះគឺយើងត្រូវតែធ្វើជាម្ចាស់លុយហើយនឹងធ្វើឲ្យលុយហ្នឹងខ្លាចជាគេហៅថាអ្នកបម្រើយើងវិញទាំងដែលមនុស្សភាគច្រើនគាត់គឺជាអ្នកបម្រើលុយចាហើយគាត់រត់តាមលុយហ្នឹងរហូតទាំងដែលគាត់បាត់បង់ហើយនឹងបាក់ទឹកចិត្តអញ្ចឹងទៅគាត់អាចធ្វើការងារគាត់បានល្អប្រសើរអញ្ចឹងនៅពេលដែលគាត់អត់រត់តាមលុយទេប៉ុន្តែគាត់ខំប្រឹងបង្កើតនៅអ្វីដែលថ្មីដែលល្អឬមួយក៏គាត់លក់ដូរគាត់ផ្ដល់នៅសេវាកម្មដ៏ល្អជូនភ្ញៀវផលិតផលដ៏ល្អជូនភ្ញៀវគឺយើងយកពេលវេលានិងកម្លាំងកាយចិត្តនិងខួរក្បាលរបស់យើងទាំងប្រមាណមកគិតទៅលើចំណុចទាំងអស់ហ្នឹងវិញនៅពេលដែលយើងគិតទៅលើហ្នឹងអតិថិជនគេនឹងឃើញថាយើងខ្វល់ពីគេប៉ុណ្ណាអតិថិជននឹងឃើញពីគុណតម្លៃរបស់ brand យើងរបស់ក្រុមហ៊ុនយើងគឺគាត់នឹងយកលុយមកឲ្យយើងខ្លួនឯងគាត់នឹងទិញផលិតផលយើងខ្លួនឯងអញ្ចឹងលុយវានឹងរត់មករកយើងវិញចាអញ្ចឹងយើងអត់ចាំបាច់គិតថាអូយធ្វើមិនបានលុយទេធ្វើមិនបានលុយទេធ្វើមិនបានលុយទេអញ្ចឹងខួរក្បាលយើងគិតថាធ្វើមិនបានលុយធ្វើមិនបានលុយអត់មានគិតថាធ្វើមិនឲ្យអតិថិជនខ្ញុំសប្បាយចិត្តធ្វើមិនឲ្យផលិតផលរបស់ខ្ញុំគាត់ប្រើឲ្យចង់ប្រើទៀតធ្វើមិនឲ្យគាត់ប្រើផលិតផលយើងឲ្យណែនាំតគ្នាទៀតអាហ្នឹងហើយគាត់ត្រូវគិតវិញគាត់កុំគិតទៅលើធ្វើមិនបានលុយធ្វើមិនកោបលុយឲ្យបានច្រើនធ្វើមិន
ប្រមូលលុយឲ្យបានច្រើនអីហ្នឹងកុំគិតអញ្ចឹងអីពីព្រោះសម្រាប់ឲ្យ business មុខជំនួយមួយ sustain ឲ្យវាមាននិរន្តរភាពគឺវាជាការគិតវែងឆ្ងាយវាអត់មានជាការគិតគ្រាន់តែត្រឹមចង់បានលុយគេក្នុងរយៈពេលប្រហែលខែហ្នឹងឯងអញ្ចឹងនៅពេលដែលយើងធ្វើអ្វីមួយយើងចាញ់ជាសមិទ្ធផលមួយចាញ់ជាផលិតផលមួយចាញ់ជាសេវាកម្មមួយយើងត្រូវប្រកាសថាឲ្យគេប្រើឲ្យបានយូរអង្វែងរាប់ខែរាប់ឆ្នាំតទៅមុខទៀតចាអញ្ចឹងវាជួយបង្ការយើងកុំឲ្យលោតពីការរកស៊ីមួយទៅការរកស៊ីមួយបាត់ដើមទុនដឹងនៅណានៅណីខាតបង់អស់គ្រប់បែបយ៉ាងអីទៀតចឹងដែរចាពិតជាល្អមែនតើជាខាងទឹកចិត្តល្អមែនតើចាអរគុណច្រើននិមលចំណាយពេលវេលាចាបងអរគុណដូចគ្នាអរគុណមែនតើអូខេអរគុណប្រិយមិត្តទាំងអស់គ្នានេះជាកិច្ចសន្ទនារវាងគៀចាន់និមលម្ចាស់ប្រេនរបស់ប៊ីសោម៉ាហើយពេលនេះមកដល់ទីបញ្ចប់ហើយអរគុណប្រិយមិត្តដែលបានតាមដានតាំងពីដើមរហូតដល់ចប់បើសិនជាប្រិយមិត្តចាប់អារម្មណ៍ទៅលើអេពីសូតស្ដីៗគ្នានេះកុំភ្លេចចុច like and subscribe ទៅលើ channel Mothering with Us ឬជាភាសាខ្មែរយើងហៅថាទស្សនៈម៉ាក់ម្នាក់អរគុណសូមជម្រាបលាបាយបាយ